ok màu ấy đây tục cầm năng sân đất ở đây gì bông phồn đi cứ chỉ JBL VTHB mà phanh váy năng phồn này đi phanh váy chỉ subwoofer bao JBL bông phồn đại sạp ní cứ dương phơi ca ăn bọc tham mấy chấm nuôn vào mùi khọp này khăn đâu bà vào mùi khọp hai cái tham mấy vào mùi khọp chạy đánh system chắc cái dương miên này là khăn khéo nhé tại sao tại nơi ti tăng ní nhom lên là hôi tạt đo mà phay 4 thùng vì muốn nhom miên stock lên sẽ đập bằng 7 thùng bà chân dương khoa vào mỗi thùng thầy ớt dẫn dương phơi ca hai cái tham mấy sầm rạp giờ mà lên nơi ti tăng đi chân ti tăng sạp đại dương lấy nó cứ dương ở đây sạp chân uốn mà phay 4 thùng này cả một stack nè một phồn ok đọc liền mà khỏi tích sang khép chạm đi hay bọn mờ tích nè ní cứ chỉ chạm thi concert đại riệp chăm làng đại trong nano 6 mà vốn bà đạiประគុំទៅនៅថ្ងៃទី25បងប្អូន25ដែលយើងធ្វើកម្មវិធីនេះឡើងដើម្បីប្រមូលមូលនិធិដើម្បីគល់ជូនទៅមន្ទីរពេទ្យគុណភេរផានណាបងប្អូនបាទអូខេឆាកនេះគឺជាឆាករបស់ក្រុម Nano Sound ដែលជាប្រភេទត្រាស់ឆាក layer ឬក៏ ring lock ណាបងប្អូនបាទកម្ពស់ពីលើដល់ក្រោមបើថាពីដីដល់លើហ្នឹងគឺមានកម្ពស់12ម៉ែត្របងប្អូន12ម៉ែត្រហើយពីឆ្វេងបើយើងវាស់មុខកាត់ឆាកពីឆ្វេងទៅដល់ខាងស្ដាំហ្នឹងណាបងប្អូនបាទគឺមានប្រវែង45ម៉ែត្រយើងវាស់ទាំងត្រាស់ដែលយើងចាប់សោតបងប្អូនអ្នករសារថាត្រាស់យើងកំលៀតមកបន្តិចហ្នឹងគឺសម្រាប់យើងចាប់សោតអញ្ចឹងសោតនឹងជួឡៃនេះបងប្អូនអូខេហើយ system này គឺខ្ញុំប្រើ JBL VTX A12 ណាជាមួយនឹងសាប់ JBL VTX B28 តម្លៃវាខ្ញុំនិយាយច្រើនដងបងប្អូន 156,000 ខ្ទង់ប៉ុណ្ណឹង $15,000 $16,000 ណាបងប្អូនអូខេអានេះអានបកតិចមកអញ្ចឹងអានេះខ្ញុំឲ្យបងប្អូនខ្ញុំអានបកអាវលុយទៅអាវឥឡូវគេមានសិតអាវកាសោនធីមសោនអញ្ចឹងធីមសោនអាវពណ៌ក្រហមបងប្អូនអាចតែពណ៌ក្រហមទេគឺធីមសោនnàyបើពណ៌ខៀវគឺធីមបងប្អូនខាងភ្លើងបងប្អូនខាងភ្លើងណាអូខេសិតធីមសោនសិតធីមសោនnàyអូខេចាឥឡូវយើងមកធ្វើការអានបកសាប់សិនណាបងប្អូនសាប់សិនស្ប៉ាច់វាមួយចំនួនគឺដកសិនមកតែប៉ិតអានេះដាក់វាមកដីហើយចាំដកកេះចេញអូខេអានេះដាក់វាមកដីកាបានសិនមកហ្នឹងប្រឈរមកណៃអូខេលើកកេះនឹងចេញមកអូខេនេះបងប្អូនសាប់យើងណា B28 ថ្មីយើងហើយកេះទឹមតែលេងលើកទី1ទេបងប្អូនណាអូជាតិបងប្អូនជាតិខ្លាញ់ហ្មងនាំបងប្អូនមើលរូបរាងមកជុំអានបកមកអ្វីដែលយើងទទួលបានគឺមានតែប៉ុណ្្នឹងបងប្អូនបាទបងប្អូនឆ្ងល់ថាងាប់ឯតម្លៃរាប់ពាន់ម៉ឺន$តើវាមានអីពិសេសហាច់កេះមកអត់មានអីទេគឺតែសាប់នឹងប៉ុណ្្នឹងគាត់ការវៃខ្ចប់របស់គេគឺដូចជាអត់មានអីពិសេសលើសពីធុងបាសធម្មតាបងប្អូនបាទប៉ុន្តែអ្វីដែលយើងកាត់សម្គាល់មុនគេគឺសាច់ថ្នាំវាសាច់ថ្នាំស្អាតបងប្អូនអើយស្អាតសាច់ឈើក៏ស្អាតដែរនេះធ្វើមកគឺប្រណិតហ្មងបងប្អូនអានេះសាប់ចំនួនចុងក្រោយរបស់ JBL ណាបងប្អូន JBL វាបានបញ្ចេញមកស៊េរីទៀតហើយគឺ JBL VTX B35 គឺវាមានមុខកាត់15អ៊ីងតែនៅក្នុងមួយធុងហ្នឹងគឺមាន3គ្រាប់អានេះតែ2គ្រាប់ទេមុខកាត់18អ៊ីងហើយបងប្អូនសួរថាវាខុសគ្នាមិន B35 មួយ B28 B35 គឺវាមាន driver បាយទៅមុខ2គ្រាប់ហើយនឹងមកក្រោយមួយគ្រាប់ driver មកក្រោយនេះគឺជា driver សម្រាប់ខាត់បើថាខាត់យ៉យធុងខាត់យ៉យអញ្ចឹងសលេងដែលវាធាក់គឺធាក់ទៅខាងមុខខ្លាំងជាងមកខាងក្រោយបងប្អូនបាទអូខេចឹងបងប្អូនមើលប៉ុណ្ណឹងមកជុំហើយយើងហើយកេះថ្មីចឹងចំនួន6គ្រាប់ណា6ណោះនៅខាងនោះ5គ្រាប់ទៀតអូខេចឹងអានេះតិចទៀតយើងរៀបចំអានបកទាំងអស់យើងលើកវាទៅតាមទីតាំងដែលយើងចង់ដាក់បងប្អូនហើយដែលពួកយើងប្រើគឺមាន JBL VTX A12 មកខាង12គ្រាប់អញ្ចឹងយើងប្រើ A12W នេះបងប្អូនអាខ្នងប៉ោះចេះ W នឹងធ្លាប់និយាយច្រើនដងហើយនៅខាងក្រោម3គ្រាប់សម្រាប់ Y អាហ្នឹងវាបានមុំធំណាហើយយើងប្រើធម្មតា90ដឺក្រេអានេះ120ដឺក្រេអានោះ90ដឺក្រេនៅខាងលើបងអូនអូខេអញ្ចឹងឡាយគាត់រៀបចំកន្តិចហើយថ្ងៃនេះមានមេធីមមក support ថ្ងៃនេះមានមេធីមមក support
ចឹង sound យើងថ្ងៃនេះគឺចាយគ្នាច្រើនតិចដោយសារតែម្នាក់គាត់បាក់រៀបកម្មវិធី World Cup ច្រើនអ្នកឯងបងប្អូនបាទអញ្ចឹងតោះតែមកជួយ support គ្នាណាចឹងអានេះវិទ្យគាត់មកជួយខ្ញុំធ្វើការងារហ្នឹងបើសិនជា system ហ្នឹងហើយល្ងាចហ្នឹងយប់ហ្នឹងខ្ញុំធូនហ្មងតែបើអត់ហើយទេគឺយើងរៀបចំ sound ទៅតាមទីតាំងយើងកណ្ដិចយើងធ្វើ system តុបផ្សាយបានយើងធូនអូខេចឹងបង្ហាញបងប្អូនប៉ុណ្ណឹង review អំពី sound ជូនបងប្អូនវីដេអូនេះខ្ញុំសូមចាប់ត្រឹមប៉ុណ្្នឹងសិនបងប្អូននៅពេលដែលគេរៀបចំដំឡើងហើយសាកសំឡេងហើយរៀបចំសាប់ទៅចូលតាមទីតាំងខ្ញុំថតវីដេអូមកកណ្ដាលទៀតឲ្យបងប្អូនណាអូខេអរគុណច្រើនបងប្អូនបាយបាយ